សូមជម្រាបសួរអ្នកព្យាបាលទាំងអស់គ្នានេះជាវីដេអូទី4នៃវគ្គសិក្សាពហុបញ្ញានៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាអំពីបញ្ញាដែលមើលឃើញពីមជ្ឈដ្ឋានជុំវិញដែលរួមបញ្ចូលមិនត្រឹមតែការមើលឃើញវត្ថុនឹងភ្នែកតែប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងគូនឹងបង្កើតរូបរាងវិមាត្រនៅក្នុងគំនិតរបស់កុមារយើងនឹងស្វែងយល់ជាមួយគ្នាអំពីភាពតាក់ទាញនៃបញ្ញាមួយនេះដែលមានវត្តមានដ៏ទូលំទូលាយជាជាងសមត្ថភាពគូគំនូរទៅទៀតបញ្ញាមើលឃើញពីមជ្ឈដ្ឋានគឺសំដៅដល់សមត្ថភាពក្នុងការមើលឃើញពីព័ត៌មានដែលមើលឃើញបានត្រឹមត្រូវច្បាស់លាស់និងអាចរៀបចំព័ត៌មាននោះនៅក្នុងគំនិតបានដោយសេរីបានឧទាហរណ៍នៅពេលដែលកុមារមើលផែនទីកុមារអាចមានសមត្ថភាពក្នុងការស្រមើស្រមៃពីការបង្ហាញឬយល់ដឹងអំពីទស្សនៈផ្សេងៗឬទិដ្ឋភាពផ្សេងៗរបស់ផ្លូវនៅក្នុងគំនិតហើយថែមទាំងមានរួមបញ្ចូលនៅការស្រមើស្រមៃពីភាពដែលនៅខាងក្រោយទៅទៀតវាមិនមែនត្រឹមតែជាការយល់ដឹងផ្នែកសិល្បៈនោះទេហើយវាក៏ជាបញ្ញាដែលអាចក្លាយជាមូលដ្ឋានបែបវិស្វកម្មនិងការគិតបែបវិទ្យាសាស្ត្រផងដែរជាធម្មតាតើកុមារចងចាំផ្លូវដែលគាត់ធ្លាប់ដើរដែរឬទេឬតើកុមារអាចសង់ប៉មរូបគុំដែលស្មុគស្មាញនោះដោយមិនមើលក្រដាសណែនាំដែរឬទេនេះគឺជាសញ្ញាថាកុមារមានបញ្ញាខ្ពស់ល្អខាងការមើលឃើញពីមជ្ឈដ្ឋានជុំវិញប្រសិនបើកុមារងាយនឹងប្រតិកម្មទៅនឹងរំញោចនៃការមើលឃើញហើយចូលរួមនៅសកម្មភាពដែលពាក់ព័ន្ធនឹងរៀបចំទីកន្លែងនោះប្រហែលជាកុមារដែលមានទេពកោសល្យផ្នែកច្នៃប្រឌិតលាក់ទុកនៅក្នុងខ្លួនហើយឧបករណ៍តំណាងច្រើនបំផុតសម្រាប់ការអភិវឌ្ឍបញ្ញាខាងការមើលឃើញពីមជ្ឈដ្ឋានជុំវិញនោះគឺដុំឥដ្ឋនិងល្បែងផ្គុំរូបភាពជាជាងការធ្វើតាមការណែនាំទាំងស្រុងសូមផ្ដល់ជាសំណើថាកូនសាកស្រមៃមើលបង្កើតវាជាទីកន្លែងពិសោធន៍ឬស្វែងរកអ្វីមួយដ៏សំខាន់សាកលោមើលនៅក្នុងដំណើរការដែលកុមារបញ្ចេញរូបភាពអរូបីនៅក្នុងគំនិតមកជាវត្ថុជាក់ស្ដែងនោះវាអាចធ្វើឲ្យសមត្ថភាពនៃការយល់ឃើញទិដ្ឋភាពរបស់កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅពេលដែលកុមារពន្យល់អ្វីមួយពេលខ្លះសូមសាកឲ្យពួកគេគូសជារូបភាពតោះយើងសាកគូពីខ្លឹមសារសៀវភៅដែលយើងបានអាននៅផ្ទះនៅថ្ងៃនេះជាផែនទីគំនិតរបស់យើងសាកលោមើលឬផ្ដល់ជាសំណើដូចជាកូនចង់បង្ហាញពីអារម្មណ៍កូននៅថ្ងៃនេះជាសញ្ញាបែបរូបភាពដែរឬទេវាអាចកុមាររៀបចំព័ត៌មានដោយមើលឃើញនឹងភ្នែកបានបញ្ញាខាងការមើលឃើញពីមជ្ឈដ្ឋានជុំវិញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអារម្មណ៍ដឹងពីទិសដៅរបស់យើងសូមគូសផែនទីផ្ទះរបស់អ្នកជាមួយកូនរបស់លោកអ្នកហើយលេងហ្គេមលាក់កំណប់វាគឺជាបទពិសោធន៍ដ៏ល្អមួយផងដែរក្នុងការឲ្យកូនរបស់លោកអ្នកស្វែងរកផ្លូវរបស់ពួកគេដែលនៅជុំវិញសួនឬក៏ផ្សារទំនើបដោយប្រើផែនទីដំណើរការដែលយល់ដឹងពីទិដ្ឋភាពពិតពីក្នុងផែនទីមួយហើយអនុវត្តនៅក្នុងស្ថានភាពជាក់ស្ដែងឡើងវិញនោះគឺវាជួយបណ្ដុះបណ្ដាលពីមជ្ឈដ្ឋានជុំវិញដែលមានកម្រិតខ្ពស់ជាទីបំផុតសម្រាប់បញ្ញាខាងមើលឃើញពីមជ្ឈដ្ឋានជុំវិញវាមិនចាំបាច់ត្រូវតែរូបភាពនោះទេការបង្កើតវត្ថុដែលមានជារូបរាងផ្សេងៗដោយប្រើដីឥដ្ឋឬការរៀបលក្ខណៈពិសេសដោយការសង្កេតមើលពីវត្ថុហើយថតរូបតាមកាមេរ៉ាវាក៏ជាវិធីសាស្ត្រដ៏ល្អដែរសប្តាហ៍ថ្ងៃនេះការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីគូសឬរចនារូបភាពក៏ជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយជំរុញនៅការចង់ចេះចង់ដឹងរបស់កុមារការគូសលេងផ្ដេសផ្ដាសរបស់កុមារគឺមិនមែនគ្រាន់តែជាការលេងធម្មតាតែប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាសភាវគតិនៅក្នុងការព្យាយាមស្វែងរកនិងបង្ហាញពីមជ្ឈដ្ឋានជុំវិញជាជាងការស្ដីបន្ទោសកុមារនៅពេលដែលឃើញការគូសផ្ដេសផ្ដាសរបស់គាត់ប៉ុន្តែជាដំបូងត្រូវសួរពីគំនិតរបស់គាត់និងសាច់រឿងដែលមាននៅក្នុងខ្លួនពួកគេវិញការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅរបស់ឪពុកម្ដាយគឺជាចំណុចចាប់ផ្ដើមសម្រាប់ការប្រែក្លាយនៅការគូសលេងផ្ដេសផ្ដាសរបស់កូនតូចៗទៅជាសិល្បៈ
ឬជាគំនូរប្លង់ដ៏អស្ចារ្យខាងការមើលឃើញពីមជ្ឈដ្ឋានជុំវិញគឺមិនបានកំណត់ត្រឹមតែសិល្បៈនិងការអប់រំកាយធម្មតានោះទេការស្វែងរកឃើញតាមបែបវិទ្យាសាស្ត្រនិងការច្នៃប្រឌិតបែបបច្ចេកវិទ្យាក៏ចាប់ផ្ដើមពីក្នុងរូបភាពដែលមើលទៅនៅក្នុងគំនិតរបស់យើងនេះដែរប្រសិនបើលោកអ្នកគោរពនៅការបញ្ចេញទស្សនៈនិងគំនិតប្លែកៗរបស់កុមារនោះពួកគេនឹងរីកចម្រើនទៅជាបុគ្គលម្នាក់ដែលមានភាពច្នៃប្រឌិតក្នុងការរៀបចំអនាគតរបស់ខ្លួនបានតើមេរៀនមើលឃើញពីមជ្ឈដ្ឋានជុំវិញនៅថ្ងៃនេះយ៉ាងម៉េចដែរនៅវីដេអូក្រោយយើងនឹងសិក្សាអំពីបញ្ញាខាងរាងកាយដែលជាធម៌ពលក្នុងការគ្រប់គ្រងរាងកាយដោយសេរីនិងការបញ្ចេញនូវធម៌ពលផងដែរសូមរងចាំមើលពីការតភ្ជាប់ដ៏គួរឲ្យភ្ញាក់ផ្អើលថាតើកីឡាវាអាចធ្វើឲ្យខួរក្បាលរបស់កុមារឆ្លាតវៃយ៉ាងដូចម្តេចសូមអរគុណ